សម្ដេចតេជោហ៊ុនសែននៅវេលាព្រឹកថ្ងៃអង្គារទី2ខែមិថុនាឆ្នាំ2026នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញធ្វើទស្សនកិច្ចនិងពិនិត្យមើលអគារថ្មីទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋានពន្ធដារដែលស្ថិតនៅខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញឆ្លៀតក្នុងឱកាសនោះសម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍វិតម្លៃខ្ពស់ចំពោះការសាងសង់អគារថ្មីនៃអគ្គនាយកដ្ឋានពន្ធដារដែលស្របទៅតាមភាពរីកចម្រើនរបស់ប្រទេសជាតិនិងកត្តាសុខសន្តិភាពសម្ដេចក៏បានកោតសរសើរផងដែរចំពោះអគ្គនាយកដ្ឋានពន្ធដារដែលបានសម្រេចនៅសមិទ្ធផលអស្ចារ្យនៅពេលនេះសម្ដេចតេជោហ៊ុនសែនក៏បានប្រកាសយកទីតាំងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្មីដែលស្ថិតនៅសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញនេះជាទីតាំងសម្រាប់ការរៀបចំកិច្ចប្រជុំអន្តរជាតិរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភារដ្ឋសភានៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង Francophonie ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខដែលកិច្ចប្រជុំនេះនឹងមានថ្នាក់ដឹកនាំរដ្ឋសភាព្រឹទ្ធសភាមកពីបណ្ដាប្រទេសផ្សេងៗប្រមាណ40ប្រទេសដែលចូលរួមសម្ដេចបានមានប្រសាសន៍ថាសម្ដេចមានមោទនភាពចំពោះការវិវត្តនៃការប្រមូលពន្ធរបស់កម្ពុជាសម្ដេចក៏បានបន្តទៀតថាពីដើមការបើកប្រាក់ខែជូនមន្ត្រីរាជការកម្ពុជាគឺពិតជាវេទនាណាស់វេទនាត្រង់ថាប្រាក់ខែតិចហើយអត់មានលុយបើកឲ្យមន្ត្រីរាជការទៀតប៉ុន្តែបច្ចុប្បន្ននេះមន្ត្រីរាជការក្នុងមួយខែបើកបានប្រាក់ខែរហូតដល់2ដងនិងការអនុវត្តបើកប្រាក់ខែតាមប្រព័ន្ធធនាគារទៀតដែលមានភាពងាយស្រួលជាងមុនឆ្ងាយណាស់សម្ដេចតេជោក៏បានមានប្រសាសន៍ទៀតថាប្រសិនបើយើងមិនធ្វើកំណែទម្រង់ជាបន្តបន្ទាប់នោះទេប្រហែលជាវិស័យពន្ធដាររបស់យើងមិនមានការវិវត្តដូចសពថ្ងៃនេះទេពីខ្ញុំបាទសេងខ្មែរ